មនុស្សស្រីដែលស្មោះនៅលើលោកនេះរត់បានដូចម៉ែទេម៉ែយើងមិនមែនម៉ែគេទេម៉ែយើងកុំនិយាយម៉ែក្មេកនិយាយម៉ែយើងព្រោះម៉ែក្មេកកុំសូវស្រួលទេនឹងមានម៉ែក្មេកខ្លះហ្នឹងហើយបើនិយាយម៉ែយើងម៉ែបកើតបើនារីដែលស្មោះនារីដែលស្មោះត្រង់បំផុតគឺម៉ែយើងហ្នឹងហ្មងម៉ែអត់ដែលក្បត់កូនទេមែនទេញោមណែសង្សារហេសើក្បត់ស្រីស្រីសង្សារទេមិនតាសង្សារតប្រពន្ធក៏ហេសើក្បត់ដែរណាសុំទោះនិយាយចឹងហ្មងតែបើម៉ែអត់ក្បត់កូនទេមែនមែនញោមញោមក្បត់កូនទេឧទាហរណ៍ណាមកឧទាហរណ៍ចុះកូនឯងមកស្អាតណាស់អញចំណែនកូនឯងដល់ហើយអញធំមិនចង់ឲ្យកូនអញនោះអាក្រក់ជាងអញហ្មងមិនទេមិនអាចទេកូនមានក៏អត់មានចំណែនកូនទេណាកូនមានណាមានតែសាទរនឹងអឃើញទេញោមចឹងមនុស្សដែលស្មោះដើររកស្រីស្រីដែលស្មោះមិនអាចប្រៀបស្មើនឹងម៉ែយើងទេមែនមែនញោមបុរសចឹងដែរណែបុរសដែលស្មោះអត់មានណាដល់ឪយើងទេណោះញោមណាឪស្មោះចឹងអ្នកទាំងពីរហ្នឹងហើយទៅដើររកទៅអត់មានណាស្មោះប្រហែលអ្នកទាំងពីរហ្នឹងទេណាញាតិញោមណាណាញោមណាស្នេហាអូនបងថ្ងៃក្រោយអាចប្រេះឆាអាចក្បត់អាចលាក់លៀមអាចវាចវេតែនារីគឺម្ដាយបុរសគឺឪពុកមិនវាចមិនវេហើយក៏មិនក្បត់ចិត្តកូនប្រុសកូនស្រីឡើយណាញោមណាតែបើមានម៉ែឪក្បត់ចិត្តកូនប្រុសកូនស្រីនឹងមិនមែនជាទេវតាទេមិនមែនជាព្រំទេហើយមិនមែនជាព្រះទេមែនទេញោម